គ្រប់ជំរាបសួរបងប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំសូមធ្វើបទបង្ហាញពីម៉ូតូ Honda នៃ Hot របស់ខ្ញុំកម្លាំង 250cc បងប្អូនហើយចង់ដឹងថា100គីឡូស៊ីប្រមាណលីត្រតើមើលបងប្អូនបាទបងប្អូនអរគ្នាអញ្ចឹងនេះគឺជារូបរាងម៉ូតូហើយសាំងបាត់មិញខ្ញុំចាក់6លីត្របងប្អូនបាទហើយលេខកុងទ័រហ្នឹង638ឥឡូវកុងទ័រចុងក្រោយ765អញ្ចឹងយើងដកទៅ6លីត្រហ្នឹងគឺថាជិះបាន127គីឡូបងប្អូនបាទនេះ127គីឡូអញ្ចឹងយើងចែកនឹង6លីត្រ127ចែកនឹង6អញ្ចឹងឃើញថា1លីត្រជិះបាន21គីឡូចុច16បងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដៃថ្មីតែទៅនឹងទិញម៉ូតូបាទកម្លាំង 250cc អាចរើសយកម៉ាកម៉ូតូផ្សេងដែលបងប្អូនពេញចិត្តបងប្អូនហើយសម្រាប់ខ្ញុំស្រឡាញ់ brand Honda នេះបាទអានេះបើយើងជិះកុងទ័រក្រោម60វាមានន័យថាវារៀងញ័របងប្អូនបាទប៉ុន្តែបើលើសពី70ទៅគឺនឹងថ្កល់តែម្ដងនេះបងប្អូននេះរូបរាងបាទអញ្ចឹងបើលើសពី70ទៅគឺនឹងល្អប៉ុន្តែសាំងក៏ស៊ីតាមនឹងដែរបងប្អូនហើយរបៀបនៃការជិះអានេះយើងមានចង្កឹះលេខនេះមួយអញ្ចឹងយើងដាក់លេខទៅមុខមួយយើងឆ្កឹះ4បងប្អូនអញ្ចឹងដាក់លេខទៅមុខមួយយើងឆ្កឹះ4ឥឡូវឧទាហរណ៍ថានេះខ្ញុំកាច់សោបាទអញ្ចឹងសញ្ញា N នេះពេលហ្នឹងអត់ទាន់ជាប់លេខទេបាទអញ្ចឹងដល់ពេលដែលយើងបញ្ឆេះហើយយើងជន់ទៅមុខ1ឆ្កឹះមកក្រោយ4អញ្ចឹងនៅពេលដែលបងប្អូនផ្លូវកោងឬក៏ត្រូវការបន្ថយល្បឿនអីគឺយើងជន់ទៅមុខពឹបទៅយើងសាងលេខមកនៅតាមលេខ3ឬក៏លេខ2បាទហើយនៅពេលដែលបងប្អូនសាងលេខអង្គការហ្នឹងត្រូវចាប់ច្រវាច់ចាខាងឆ្វេងនេះអង្គការហើយនៅពេលដែលបងប្អូនប្រឡែងតិចហ្គែខាងស្ដាំនេះបងប្អូនមូលតិចដែរនេះវាប្រឆេះគ្នាបងប្អូនផ្ទុយគ្នាអញ្ចឹងនៅពេលដែលអង្គការយើងឡើងតិចហ្គែហ្នឹងយើងឡើងតិចដែរណានេះបាទខាងស្ដាំយើងឡើងតិចអានេះយើងបន្ថយតិចមិនចេះបាទអញ្ចឹងសម្រាប់បងប្អូនដៃថ្មីអាចមើលវីដេអូនេះបាននេះខ្ញុំចែករំលែកសម្រាប់បងប្អូនថ្មីដែលគាត់ស្រឡាញ់ម៉ូតូធំចង់បានតាមបំណងតាមក្តីប្រាថ្នារបស់ខ្លួនណាបាទបើតែសាំងយ៉ាងស៊ីទេបងប្អូនវាតាមស្ថានភាពផ្លូវបើយើងជិះរោខ្លាំងផ្លូវល្បឿនលឿនគឺថាបានតែ21គីឡូជាងទេក្នុង1លីត្រហើយបើថាផ្លូវយើងជិះមិនសូវលឿនខ្លាំងទេផ្លូវអត់សូវល្បឿនលឿនទេយើងអាចបាន25គីឡូក្នុង1លីត្រណាបាទអញ្ចឹងវាតាមស្ថានភាពផ្លូវដែលបងប្អូនជិះបាទនេះមើលរូបរាងវាមកជុំទៅបងប្អូនបាទអញ្ចឹងអានេះនៅគួរសមដែរនៅរូបរាងគួរសមដែរបងប្អូនបាទម៉ូតូនេះបាទនេះខ្ញុំលេងភ្លើងខាងមុខនេះខាងនេះ4គ្រាប់ហើយខាងលើ2បាទនិយាយទៅសរុបទៅមកជារៀង6គ្រាប់បងប្អូនបាទខ្ញុំជិះផ្លូវល្បឿនលឿនមែនតើថាស្រួលជិះមែនតើប៉ុន្តែគាត់ថាដូចខ្ញុំជំរាបជូនមុនហ្នឹងអញ្ចឹងសាំងវារៀងស៊ីតាមនឹងតិចបងប្អូនបាទអញ្ចឹងអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបជាមួយខ្ញុំមករានៅវីដេអូក្រោយ